មនុស្សជាច្រើនសួរខ្ញុំថាហេតុអ្វីបានជាម្ចាស់ក្រុមហ៊ុនឬក៏អ្នកគ្រប់គ្រងនៅតែចេញដឹកអីវ៉ាន់ដោយខ្លួនឯងចម្លើយរបស់ខ្ញុំគឺសាមញ្ញណាស់ខ្ញុំមិនដែលប្រកាន់ការងារនោះទេការងារណាក៏ដោយឲ្យតែជាការងារសុចរិតខ្ញុំធ្វើទាំងអស់ថ្ងៃខ្លះខ្ញុំជាអ្នកលក់ថ្ងៃខ្លះខ្ញុំជាអ្នកដឹកជញ្ជូនជាអ្នករៀបចំអីវ៉ាន់ហើយថ្ងៃខ្លះខ្ញុំក៏ជាអ្នកបម្រើអតិថិជនផ្ទាល់ដែរខ្ញុំមិនខ្មាស់អៀនក្នុងការលើកកេះហើយក៏មិនខ្មាស់អៀនក្នុងការខិតខំរកស៊ីដោយញើសឈាមខ្ញុំជឿថាមនុស្សដែលជោគជ័យមិនមែនជាមនុស្សដែលរើសអើងការងារនោះទេប៉ុន្តែជាមនុស្សដែលធ្វើការគ្រប់យ៉ាងដោយស្មោះត្រង់និងទំនួលខុសត្រូវបើថ្ងៃនេះអ្នកកំពុងខិតខំធ្វើការងារដោយសុចរិតសូមអ្នកកុំអស់សង្ឃឹមមិនថាអ្នកជាអ្នកលក់អ្នកដឹកទំនិញកម្មករឬក៏ជាម្ចាស់អាជីវកម្មនោះទេការងារសុចរិតគឺជាការងារដែលមានកិត្តិយសបំផុតខ្ញុំជឿថាភាពជោគជ័យមិនមែនកើតឡើងពីការអង្គុយបញ្ជានោះទេប៉ុន្តែកើតឡើងពីការចុះធ្វើការពិតប្រាកដនិងការទទួលខុសត្រូវចំពោះអតិថិជនសម្រាប់ខ្ញុំគ្មានការងារណាថោកទាបនោះទេមានតែការងារមិនសុចរិតប៉ុណ្ណោះដែលមិនគួរធ្វើខ្ញុំសូមអរគុណអតិថិជនទាំងអស់ដែលបានគាំទ្រការគាំទ្ររបស់អ្នកគឺជាកម្លាំងចិត្តឲ្យខ្ញុំបន្តខិតខំទៅមុខទៀតខ្ញុំនឹងបន្តខិតខំបម្រើលោកអ្នកឲ្យបានល្អបំផុត